កើតជាមនុស្សស្រីចាំតែខុសមិនងាយយកប្តីហ្នឹងគេថាមកពីស្រីហ្នឹងបង្កើតបានគ្មានអ្នកយកស្រីហ្នឹងមិនល្អបានគ្មានគេទៅដឹងដល់តែមានប្តីនៅជាមួយគ្នាមិនកើតលែងលះគ្នាគេថាយើងហ្នឹងស្រីមិនល្អស្រីក៏ជឿធ្លុះស្រីមិនចេះរៀបចំទុកដាក់បានប្តីលែងបើទោះបីជាយើងហ្នឹងល្អប៉ុណ្ណាក៏ដោយក៏គេមើលមិនឃើញមុនដែរកើតជាមនុស្សស្រីដើរលេងយប់ប្រលប់គេថាស្រីហ្នឹងស្រីក៏ជឿធ្លុះស្រីជើងឆើតបន្តិចហ្នឹងផើមរកឲ្យកូនអត់ឃើញឥឡូវហើយកើតជាមនុស្សស្រីទៅណាមកណាមានមិត្តភ័ក្ដិប្រុសជូនទៅជូនមកគេថាវីដេអូប្រុសដូរដូចដូរកៅអៅដូរមុខរហូតមិនដឹងកូនណាកូនណីខ្លះទេខ្ញុំថាបើជាមនុស្សស្រីបើមិនឲ្យតម្លៃខ្លួនឯងទេគ្មានអ្នកណាងាយឲ្យតម្លៃយើងទេហើយយើងជាមនុស្សប្រុសទៀតសោតបើមិនលើកតម្កើងបើមិនតម្កល់ខ្ពស់ស្ត្រីទេស្ត្រីគ្រាន់តែជាអ្នកកំដរឆាកស្ត្រីគ្រាន់តែជា behind the scene អ្នកនៅពីក្រោយចំពោះខ្ញុំថាស្ត្រីគឺជាមេដានៃពិភពលោកស្ត្រីគឺជាឧត្តមភរិយាស្ត្រីគឺជានារីទី1ដែលបង្កើតពិភពលោកចេញមកគ្មានស្រីណាចង់មេម៉ាយទេហើយក៏គ្មានស្រីណាចង់នៅម្នាក់ឯងមួយជីវិតដែរប្រសិនបើបានជួបជាមួយនឹងបុរសដែលល្អសមប្រកបឬក៏ជួបដៃគូជីវិតមួយដែលអាចពឹងពាក់បំណែកអាស្រ័យផ្ញើជោគផ្ញើវាសនាជាមួយគ្នាបានហើយក៏គ្មានស្រីណាចង់លែងប្តីដើម្បីឲ្យជំនាញស្ពាយឈ្មោះជាមេម៉ាយដើររកប្រុស2 3 4 5ទៀតដែរបើជួបមនុស្សប្រុសដែលចេះមានទំនួលខុសត្រូវមនុស្សប្រុសដែលមានការគិតខ្ពស់ចំពោះភរិយាចំពោះកូនចំពោះឪពុកម្ដាយអញ្ចឹងហើយពេលនេះមកនេះខ្ញុំថាស្ត្រីគឺឯករាជ្យស្ត្រីអាចធ្វើរឿងជាច្រើនដែលបុរសមិនអាចធ្វើបានហើយស្ត្រីក៏អាចធ្វើរឿងជាច្រើនដែលបុរសអាចធ្វើបានទិវាអន្តរជាតិនារីឬក៏ Women Day 8 មិនិនាជាពេលវេលាមួយដែលយើងផ្ដល់គឺថាពិភពលោកក៏បានផ្ដល់ឱកាសក៏ដូចជាលើកកម្ពស់ស្ត្រីមេដាននៃពិភពលោកសូមជូនពរឲ្យស្ត្រីទាំងអស់ជួបតែសេចក្តីសុខសម្រេចគ្រប់កិច្ចការទាំងអស់ទទួលបានក្តីស្រឡាញ់ពីឧត្តមស្វាមីពីបុត្រាបុត្រីពីមនុស្សជុំវិញខ្លួនចូលរួមលើកកម្ពស់ស្ត្រីដើម្បីសហគមន៍មានការអភិវឌ្ឍចូលរួមលើកកម្ពស់ស្ត្រីដើម្បីប្រទេសជាតិមានការអភិវឌ្ឍចូលរួមលើកកម្ពស់ស្ត្រីដើម្បីផ្ដល់តម្លៃសិទ្ធិ gender សិទ្ធិស្មើគ្នាក្នុងប្រទេសក្នុងសកលលោក